បំផុតដាច់ account TikTok មួយបានសម្រាប់ហ្នឹងហើយនៅមិននៅឈូសទូរស័ព្ទចោលឥឡូវបាត់អស់ហើយស្អីក៏បាត់ដែរអញ្ចឹងហើយ Facebook ខ្ញុំផុសធម្មតាប៉ុន្តែនៅក្នុង TikTok គឺខ្ញុំផុសក្នុង account ទី2ខ្ញុំមិនថា vlog មិនថាអីទេផុសក្នុងនឹងទាំងអស់ហ្មងមកឥឡូវចូលមកវីដេអូយើងវិញអ្នកនរគ្នាទីមើលថាខ្ញុំនៅណានេះថ្ងៃនេះខ្ញុំមកគៀនស្វាយខ្យាវនិយាយទៅមកលើកទី1ដែលស្គាល់មកឲ្យស្គាល់ម្ដងតែបើនិយាយពីអ្នកម្ដាយខ្ញុំវិញនិយាយទៅឲ្យទៅដល់ណាដឹងតែជួយគេជួយឯងរហូតនិយាយទៅមកឲ្យទៅដល់កន្លែងណាគឺគាត់ដឹងតែជួយគេឲ្យតែគាត់ជួយបានមិនដូចខ្ញុំសោះអង្គុយកាន់ទូរស័ព្ទថតហើយបើនិយាយពី vlog នេះវិញគឺថាមានគ្រប់សពមានតាំងពីជិះវែងផ្លូវនិយាយទៅជិះទៅផ្ទះវិញហ្នឹងគឺថាវែងផ្លូវពេញហ្នឹងចឹងមិនថា Google Map អីហ្នឹងកុំសើទុកចិត្តពេកបងប្អូននៅវានាំយើងចូលព្រៃពេញនេះដែលថានៅភ្នំពេញចង់ទៅដើរលេងកន្លែងណារៀងចិត្តគៀកភ្នំពេញដែរគៀនស្វាយខ្យាវនេះមកអានេះខ្ញុំទៅមកលើកទី1ប៉ុន្តែឲ្យដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺមកហូបនៅនឹងឆនមែនតើសំខាន់ឆ្ងាញ់ទៀតមើលអត់ដឹងស្មានតែនៅឧដុង្គអីតាអត់មានតែគេស្មាននេះខ្ញុំស្មានខ្លួនឯងនេះហើយបើនិយាយពី view វិញគឺថាកពតសុំខ្មាស់ហ្មងមេឃភ្លៀងហើយសំខាន់មេឃឡើងសើទុំហ្មងអ្នកថាអត់បានទៅលេងកពតដែរទៅគៀនស្វាយខ្យាវហើយឧបកិច្ចថាទៅកពតហ្មងតែដូចតែគ្នាបងប្អូនសំខាន់លើអារម្មណ៍យើងឯងជឿអត់ Say goodbye ធូទុកកង្វល់ចាមើលតែម៉ាក់ខ្ញុំទៅដឹងហើយបើនិយាយពីសាច់ជីពីភ្នំពេញទៅដល់គៀនស្វាយខ្យាវនឹងវិញចំណាយពេលជិត1ម៉ោងហើយបើសិនជាថ្ងៃគីឡូដីពីភ្នំពេញទៅកាន់គៀនស្វាយខ្យាវនឹងអានេះគិតពី EON 2ទៅនឹង27គីឡូជាងនេះបើយោងតាមការសួរជាមួយនឹង Google Map បើសិនសួរខ្ញុំវិញគឺចាប់បដៅចឹងមុននឹងទៅនឹងគឺខ្ញុំបានចូលម៉ាក់ដើម្បីទិញអីញ៉ាំមកនេះខ្ញុំមិនដឹងថាពួកគាត់មានគម្រោងតាំងពីយូរឬក៏អត់ទេសំខាន់ខ្ញុំកំពុងតែគេងសុកគឺគាត់ដាស់ឲ្យរៀបចំកៅអៅមកហ្មងអញ្ចឹងអ្នកដែលនៅភ្នំពេញអត់ចង់ចំណាយពេលជិះឡានយូរម៉ោងណាតែមកនេះយូរដែរហ្នឹងតែវាមិនយូរពេកទេខ្ញុំគិតនេះគិត1ម៉ោងជាងហ្នឹងដោយសារវារៀងស្ទះដែរនិយាយទៅមកនេះគឺទទួលបានអារម្មណ៍ផ្សេងហ្មងដូចនៅតាមខេត្តចឹងគ្រាន់ជិះទៅដល់ផ្លូវចូលណាគឺមានអ្នកនៅចាំហៅម៉ួយពីមុខផ្លូវចូលហ្នឹងហ្មងហើយនេះខ្ញុំក៏បានជិះមកតាមពួកគាត់នេះបើតាមមើលតាមទស្សនវិជ្ជាក្នុងវីដេអូគឺដូចមកទៅដឹងកូនណាគេចឹងចង់ឲ្យថាឥឡូវហ្នឹងកំពុង voice over បតាអង្គុយអត់អស់ចិត្តមួយខ្លួនឯងបតានៅទូរស័ព្ទចាស់ហ្នឹងខ្ញុំថតវីដេអូសកលទុក edit post ច្រើនមែនតើដោយសារទូរស័ព្ទខ្ញុំវាគៀងហើយវាក្តៅដល់ពេលចឹងខ្ញុំថារ restart វិញតែទៅជាចុចឈូសទូរស័ព្ទចោលមានណាអីក៏បាត់ដែរនិយាយទៅបាត់អស់លេងមកជួយសង្គ្រោះបានមកវិញខ្លះនៅសល់ account នោះអត់តន់ជួយសង្គ្រោះកើតទេជីឡានពីណាពីណីមកដល់នេះភ្លាមគឺហេវបាយត្មងគ្រាន់មកដល់ភ្លាមងាកទៅឃើញអ៊ីលក់ខ្ចៅនៅលើទុកភ្លាមហើយពេលហ្នឹងក៏ជាវខ្ចៅគាត់ប្រហើយហ្មងទៅនេះបងប្អូននេះមុខអ្នកហេវបាយនិយាយទៅហេវបាយមកផឹកហើយឲ្យតែពេលហេវបាយម្ដងអីក៏ហូបដែរអានេះប្រៀបដូចជីវិតខ្ញុំអញ្ចឹងដល់ទៅដល់ក៏បានធ្វើឲ្យមកស្ដាយក្រោយនិយាយទៅវីដេអូថតរហូតប៉ុន្តែអត់ដែលកាត់ឲ្យផុសភ្លាមទេជួយចិត្តតែសំទុកក្នុងទូរស័ព្ទនឹងនិយាយទៅបើចាយលុយបានតែសំដូចសំវីដេអូទុកក្នុងទូរស័ព្ទហើយខ្ញុំលើកខ្លួនឯងដាក់លើហឹងមកនិយាយដើមខ្លួនឯងអស់ចិត្តអស់ចង់ឲ្យខឹងចិត្តពេកឥឡូវនេះខ្ញុំឡើងមកលើទូកដើម្បីជិះទៅផ្សារនិយាយទៅពេលហ្នឹងដូចជាឃើញអ៊ំគាត់ចៅទូកសម្រាប់ដឹកមនុស្សឆ្លងទៅទៅមកអញ្ចឹងហើយគាត់យកម្នាក់តែដូចជាតែ 3000 អីទេហើយមានអំថាអាណិតគាត់មែនតើដោយសារពេលខ្លះអត់សូវមានភ្ញៀវទេអញ្ចឹងទាំងគាត់បានចំណូលពីណាមកហើយបងនៅភ្នំពេញអីបើសិនជាអាចទៅលេងគៀនស្វាយឃើញអ៊ំចាស់មែនតែគាត់មួយមានច្រើនអ្នកទៀតអាចទៅ support គាត់បានយើងជួយផ្សព្វផ្សាយអញ្ចឹងណាឲ្យកន្លែងហ្នឹងមានមនុស្សលេងច្រើនទៅគាត់ក៏បានប្រាក់ចំណូលបន្ថែមដែរក្នុងវីដេអូនេះទាំងមូលហ្មងខ្ញុំអត់ឆ្ងល់អីក្រៅពីឆ្ងល់ថាមិនបានម៉ែខ្ញុំមកដល់លើទូកភ្លាមគាត់អង្គុយចឹងភ្លាមតតែខ្ញុំអង្គុយគិតនៅសទូទៅបានដឹងថាអូតាមពិតគ្រួសារខ្ញុំនេះមកពីខាងអ្នកទលេអញ្ចឹងទៅម៉ាក់គឺគាត់ក្លាហានជាមួយនឹងទឹកមែនតើខ្ញុំណែក៏អ្នកទលេដែរតែទឹកដូចមិនសូវហ៊ានមែនទេវីដេអូនេះសូម sponsor ដោយសមាជិកកូនពៅ2នេះគឺប្រេងដូងត្រជាក់ហើយនឹង scrub 5មុខនេះនិយាយទៅ brand ផ្ទះម៉ែនេះគឺ brand បែប local ទេតែទងតែហ៊ានចេញមួយគឺខ្ញុំតេស្តច្រើនមែនតើខ្ញុំមួយបងខ្ញុំគឺតេស្តទំតែចេញបានលក់នឹងពីរនេះគឺផ្នែកស្បែកគេគឺមានប្រេងដូងហើយនឹង scrub តែបើខាងល្មៀតវិញគឺម៉ាក់ខ្ញុំមើលតែដៃគាត់ទៅដឹងហើយតាមពិតផ្សារកន្លែងដែលត្រូវចតហ្នឹងនៅចិត្តកញ្ចុះកន្លែងអង្គុយដែរទេប៉ុន្តែអ៊ំគាត់ជួយជូននាំដើរមើលទេសភាពតាមនឹងមកជុំសិនបានគាត់បកទៅផ្សារឲ្យវិញនៅកន្លែងអង្គុយមិញហ្នឹងក៏មានអីញ៉ាំស្រាប់ដែរទៅយើងកំងគាត់ទៅឲ្យគាត់ធ្វើឲ្យប៉ុន្តែដោយសារតែចង់មកលេងផ្សារអញ្ចឹងទៅក៏ជិះមកផ្សារនេះទៅអត់ច្រឡំជីចៅទុកអត់មែនចៅទុកទៀតអ៊ំអ្នកចៅទុកហ្នឹងគាត់ចៅទុកជូនមក voice over ហៀងត្រាប់តលិនហើយខ្ជិលលុបហើយ voice over សាមីដាក់អញ្ចឹងហ្មងអារម្មណ៍សោះនៅក្នុងខ្លួនទេដោយសារតែច្រឡំដៃឈូសទូរស័ព្ទចូលបាត់ account តុកលុកមួយបាត់ហើយហ្នឹងអញ្ចឹងទៅអារម្មណ៍វាមិនសូវនៅក្នុងខ្លួនហ្មងមកតែថាបាត់ account មួយនៅសល់ account មួយទៀតយើងជីវិតនៅមានក្តីសង្ឃឹមមកយើងបន្តវីដេអូទៀតយូរទៅឲ្យទៅ voice over vlog ដឹងតែចង់និយាយរឿងផ្ទាល់ខ្លួនទៅប្រាប់អ្នកនរគ្នារហូតហើយអត់មានអ្នកគេចង់ដឹងទេយីមែនអញ្ចឹងឥឡូវដើរចេញពីផ្សារមកវិញខ្ញុំក៏បានជិះទុកទៅកន្លែងអង្គុយវិញដោយសារតាអ៊ំគាត់មានតែម្នាក់ទេហើយអ្នកជិះឡើង5 6នាក់ចឹងយើងជួយគាត់ទាញទុកទៅម្ដងវិញភ្លាមចាំការទៀតដាក់យោទៅហេវបាយពីផឹកមកហើយបើមកហូបវិញគឺថាហូហៀយទៅញ៉ាំអត់អស់ញ៉ាំសល់ច្រកមកផ្ទះហូបនៅនឹងឆ្ងាញ់គួរសមដែរអ្នកទាំងអស់គ្នាហើយសំខាន់ទៅហ្នឹងគឺ fresh សាហាវមកលេងនេះអាចជួយសម្រាប់អ្នកដែលចង់ទៅកពតបដោះអាសន្នបានដោយសារ vibe វារៀងស្ទៀងកពតដែរ vibe បែបដងទេចឹងទៅហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាមានពេលអីអាចនាំគ្រួសារមកលេងឬក៏មកញ៉ាំអីនៅគៀនស្វាយខ្យាវនេះទាំងអស់គ្នា